សូមបងប្អូនទាំងគ្នាសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការចូលទៅផុសនៅក្នុងគណនី account TikTok របស់យើងមកអញ្ចឹងបងប្អូនធ្វើការមើលមកខាងក្រោមកន្លែងរូបសញ្ញាក្បាលមនុស្សនេះបងប្អូនចុចលើនឹងមកបាទអញ្ចឹងនៅពេលដែលយើងមិនចុចកន្លែងហ្នឹងហើយយើងមកដល់កន្លែងបាទគណនីរបស់យើងមកអញ្ចឹងនេះគឺជាគណនីក្នុងការផុសលក់អីវ៉ាន់របស់ខ្ញុំបាទអញ្ចឹងខ្ញុំធ្វើការឧទាហរណ៍បងប្អូនមើលតែម្ដងទៅបាទអញ្ចឹងខ្ញុំមានផុសមួយខ្ញុំឧទាហរណ៍អញ្ចឹងដើម្បីក្នុងការផុសបងប្អូនមើលមកខាងក្រោមគេមកកន្លែងសញ្ញាបូកនេះបងប្អូនចុចលើហ្នឹងបាទអញ្ចឹងបងប្អូនធ្វើការបន្តទៀតគឺបងប្អូនមកដល់កន្លែងដែលត្រូវបាទយើង select ផុសរបស់យើងឬក៏យើងត្រូវថតអីបញ្ចូលតាមក្រោយក៏បានដែរតែកន្លែងហ្នឹងយើង select ផុសតម្រង់មកបាទកន្លែងខាងស្ដាំដៃនេះបាទខ្ញុំចុចទៅលើហ្នឹងបាទអញ្ចឹងដល់ពេលយើងចុចទៅលើហ្នឹងទៅយើងនឹងឃើញមានផុសមានរូបភាពជាច្រើនដែលមាននៅក្នុងឧបករណ៍របស់យើងអញ្ចឹងវានឹងលោតចេញនៅកន្លែងហ្នឹងអញ្ចឹងខ្ញុំ select ខ្ញុំធ្វើការជ្រើសរើសផុសមួយបាទខ្ញុំចុចលើផុសហ្នឹងបងប្អូនចុចបន្តទៀតមកកន្លែងពណ៌ក្រហមហ្នឹងបាទខ្ញុំជាខ្មែរអញ្ចឹងដល់កន្លែងហ្នឹងវាមានជំរឿផ្សេងៗយើងចុចបាទនៅខាងលើនេះយើងអាចដាក់ភ្លេងចូលបានដូចគ្នាដែរយើងចុចដាក់ភ្លេងក៏បានដែរបាទតែខ្ញុំដោយសារវាមានសំឡេងហើយខ្ញុំមិនបាច់ដាក់ទេបាទអញ្ចឹងអីយើងត្រូវចុចបាទយើងចុចបន្តទៀតបងប្អូនអញ្ចឹងនៅពេលដែលយើងចុចបន្តហើយយើងមានកន្លែងដាក់ចំណងជើងបាទឧទាហរណ៍ដាក់ខ្ញុំបាទខ្ញុំឧទាហរណ៍ចំណងជើងដាក់តែប៉ុណ្្នឹងទេបងប្អូនអាចមើលបានចេញអាចដាក់ hashtag បន្ថែមក៏បានដែរដើម្បីជំរុញផុសយើងទៅកាន់អ្នកដែលកំពុងតែចូលចិត្តវីដេអូបែបហ្នឹងឧទាហរណ៍ខ្មែរបាទខ្ញុំដាក់ hashtag ប៉ុណ្្នឹងទេអញ្ចឹងនៅពេលដែលយើងដាក់ប៉ុណ្្នឹងហើយបាទគ្រប់គ្រាន់សម្រាប់ការផុសបងប្អូនយើងអាចចុចកន្លែងខាងលើគេស្ដាំដៃនេះពាក្យថាផុសហ្នឹងមិនន័យថាយើងមកហោះហើយបាទអញ្ចឹង YouTube ជាស្រ័យ TikTok វានឹងធ្វើការបញ្ជាក់មកយើងទៀតបាទអញ្ចឹងយើងធ្វើការចុចការផុសបន្ថែមទេបាទបាទអញ្ចឹងយើងអាចមើលខាងលើនេះបានវាកំពុងតែដើរបាទបាទអញ្ចឹងផុសរបស់យើងបានផុសចេញហើយបាទឃើញទេបងប្អូនបាទអរគុណបងប្អូនអញ្ចឹងតាក់ទងមួយនឹងការផុសវីដេអូនៅលើ TikTok គឺមានតែប៉ុណ្្នឹងទេបងប្អូនអាចធ្វើការអនុវត្តបានបាទអរគុណ